ចាសសួស្តីបងប្អូនគ្នាវិលត្រឡប់មកជួបអ្នកគ្រូសាជាថ្មីម្ដងទៀតអញ្ចឹងថ្ងៃនេះអ្នកគ្រូមានលំហាត់ Derivate មួយចង់ចែកម្លែកជូនបងប្អូនគ្នាអញ្ចឹងគេឲ្យយើងគណនា Derivate នៃ y ស្មើជាមួយនឹង2ដក x លើកជាសេគុណ2025អញ្ចឹងមុននឹងយើងគណនាយើងមកស្គាល់រូបមន្តមួយសិនគឺគេឲ្យ y ស្មើជាមួយនឹងអ៊ុយសេគុណ n អញ្ចឹង y ស្មើអ៊ុយសេគុណ n ពេលដែលយើង derivate មកគឺយើងធ្វើដោយអារូបមន្ត y ស្មើ x សេគុណ n ដែលគ្រាន់តែខុសប្លែកបន្តិចទេអញ្ចឹង y' តម្លាក់សៃគុណចុះមកគឺបាន n គុណជាមួយនឹងអ៊ុយព្រីមគុណនឹងជាមួយនឹងអ៊ុយសេគុណ n ដក 1អញ្ចឹងយើងមកមើលលំហាត់របស់យើងទាំងអស់គ្នាអញ្ចឹងយើងចាត់ទុកអាម្ដងមកកសោមពីខាងក្នុងហ្នឹងគឺជាអ៊ុយអញ្ចឹងពេលដែលយើង derivate មកនាំឲ្យ y' ស្មើជាមួយនឹងតម្លាក់សៃគុណវាចុះមកគឺ2025គុណជាមួយនឹងអ៊ុយព្រីមរបស់យើងគឺ2ដក x ព្រីមហើយគុណជាមួយនឹងអ៊ុយសេគុណ n ដក 1អញ្ចឹងអ៊ុយសេគុណ n ដក 1របស់យើងគឺ2ដក x ស្វ័យគុណ n របស់យើងគឺ2025អញ្ចឹងដក 1 នៅសល់2024ចាអញ្ចឹងស្មើ2025អញ្ចឹងកន្លែងនេះយើងមកមើលកន្លែងនេះសិនពេលដែលយើងគណនា derivate យើងបានរៀនហើយត្រូវអត់គឺ derivate ចំនួន x គឺស្មើជាមួយនឹង0ហើយ derivate កន្លែងនេះគឺដក x អញ្ចឹង derivate ដក x គឺស្មើនឹងដក 1អញ្ចឹងដក 1 គុណនឹង2025ឲ្យហើយមកគឺស្មើនឹងដក2025កតាជាមួយនឹង2ដក x លើកជាសីគុណ2024ចាអញ្ចឹងលំហាត់របស់អ្នកគ្រូក៏បានមកដល់ទីបញ្ចប់ហើយអញ្ចឹងជួបគ្នានៅវីដេអូក្រោយ